បាទសួស្តីបងថ្ងៃនេះខ្ញុំអានតារាងរាសីរបស់បងអំពីដំណើរជីវិតរបស់បងក្នុងមួយជីវិតអញ្ចឹងបងអាចស្ដាប់ហើយកន្លែងណាល្អបងសម្រុកធ្វើបន្តហើយកន្លែងណាមិនល្អបងកែចរិតកែគំនិតកែការគិតឲ្យបានត្រឹមត្រូវហើយជាពិសេសគឺការគិតរឿងវិជ្ជមានការគិតរឿងល្អអ្វីដែលយើងមិនបានដឹងយើងកុំស្មានអូខេអញ្ចឹងបងអូនកើតថ្ងៃទី6ខែមេសា1974បាទបងអូនកើតនៅម៉ោង21យប់ភេទប្រុសធាតុទូខ្លួនរបស់បងអូនគឺភ្លើងដកអញ្ចឹងខ្ញុំនឹងនិយាយអំពីភ្លើងដកគឺជាភ្លើងទៀនភ្លើងឆេះក្តៅកាចដែរគឺជាប្រភេទតួខ្លួនភ្លើងបងហ្នឹងខ្ញុំនឹងបកស្រាយលម្អិតអំពីថាតើយើងខ្លាំងអីយើងខ្សោយអីយើងត្រូវមើលថាពេលយើងខ្សោយយើងត្រូវកែកន្លែងណាខ្លាំងយើងជំរុញថែមអូខេអញ្ចឹងខ្ញុំបកស្រាយតារាងទំព័រទី1សិនរឿងបងអូនកើតនៅថ្ងៃឆ្លូវហើយកើតខាងលើគឺថ្ងៃភ្លើងដកបងអូនមានភ្លើងដកតិចពេកអញ្ចឹងបងអូនត្រូវការភ្លើងដដែលហើយបងអូនត្រូវការឈើត្រូវការភ្លើងមានន័យថាយើងត្រូវការឲ្យត្រូវពន្លឺថ្ងៃយើងអាសាចម្អិនអាហារឬក៏នៅក្នុងបន្ទប់ធ្វើការត្រូវបើកពន្លឺឲ្យខ្លាំងព្រោះបងអូនខ្វះធាតុភ្លើងយើងខ្លាំងធាតុទៅយើងឃើញភ្លើងរបស់បងអូនគឺមិនមានលំនឹងអីត្រឹមត្រូវទេហើយមួយទៀតគឺបងអូនខ្វះឈើគឺឈើតំណាងឲ្យអាហារបន្លែអញ្ចឹងបងអូនត្រូវញ៉ាំបន្លែឲ្យបានច្រើនដោយសារយើងខ្វះធាតុឈើយើងគុនគូទៅយើងខ្វះធាតុឈើអញ្ចឹងហើយតួខ្លួនរបស់យើងភ្លើងវាអត់សូវឆេះកាលណាអត់សូវឆេះដំណើរជីវិតរបស់យើងវាអត់សូវល្អអញ្ចឹងបងត្រូវប្រឹងឲ្យហូបអាហារឲ្យបានច្រើនដូចអាហារបាយហ្នឹងក៏ជាឈើដែរដោយសារបាយគឺផលិតចេញពីស្រូវគឺជារុក្ខជាតិគេថាហ្នឹងគឺជាឈើដែរតែគាត់ថាយើងបែងចែកប៉ុន្តែវាជារុក្ខជាតិបៃតងដែលបងត្រូវយកចិត្តទុកដាក់ហូបឲ្យបានច្រើនអាហ្នឹងគឺជួយយើងខ្លាំងការប្រើពណ៌ឈើពណ៌បៃតងហ្នឹងក៏ជាជំនួយទៅក្នុងដំណើរជីវិតយើងដែរហើយការប្រើពណ៌ភ្លើងគឺជាពណ៌ដែលបង្ហាញអំពីពន្លឺព្រះអាទិត្យពន្លឺបន្ទប់នៅកន្លែងបន្ទប់ធ្វើការអីចឹងយើងបើកឲ្យភ្លឺកុំឲ្យល្ងឹតដែលអាចមានឥទ្ធិពលប៉ះពាល់ដល់ខួរក្បាលអូខេអញ្ចឹងទិសល្អរបស់បងនៅក្នុងតារាងទី1គឺទិសល្អរបស់បងគឺនៅទិសខាងត្បូងខាងលិចបានជោគជ័យជើងខាងលិចមានសុខភាពហើយខាងលិចមានស្នេហាហើយខាងជើងខាងកើតបានអភិវឌ្ឍអញ្ចឹងខ្ញុំចង់និយាយថាកាលពីយើងនៅក្មេងយើងគួរគេងនៅទិសស្នេហានៅទិសខាងលិចដល់ពេលចាស់ទៅគឺយើងគេងនៅទិសសុខភាពទិសខាងជើងខាងលិចទិសខាងជើងខាងលិចគឺសំដៅទៅលើគេងទៅយើងមានសុខភាពល្អបានលក់ស្រួលពីព្រោះនេះជាទិសល្អរបស់បងប្អូន4ហើយទិសស្នេហានេះគឺជាទិសខាងលិចអញ្ចឹងដល់ពេលបងប្អូនបើករកស៊ី counter ត្រូវនៅទិសខាងលិចឬក៏ផ្ទះបែរមុខទៅលិចគឺទិសហ្នឹងមានស្នេហ៍មានភ្ញៀវគេចូលទិញច្រើនហើយចំពោះទិសខាងជើងខាងកើតគឺជាទិសអភិវឌ្ឍដែលមានន័យថាបងប្អូនត្រូវធ្វើ mindset ធ្វើចិត្តឲ្យត្រជាក់ mindset ហ្នឹងគឺការអប់រំចិត្តអញ្ចឹងយើងបានអភិវឌ្ឍចិត្តរបស់យើងខាងត្បូងខាងលិចគឺទិសជោគជ័យតំណាងឲ្យផ្ទះដែលយើងនៅហ្នឹងគឺធ្វើអ្វីតែងតែជោគជ័យការប្រកួតប្រជែងដូចជាកីឡាករអញ្ចឹងក៏អាចទទួលបានជោគជ័យដែរអញ្ចឹងទិសរបស់បងល្អ4ហើយមិនល្អ4អាមិនល្អយើងជៀសទៅកុំនៅក្បែរ
chẳng anh nhát ở trong priệp thiệp tráng thống cứ mong cợt ngày cợt khai cợt năm cợt và mong cợt rồi bọc ốn cứ mong là hạng cứ hai mong cào hay ngày cợt cứ ngày phường đó ngày chờ hay khai để cợt cứ ngày đầy bốc cứ ngày rồng hay cho năm cợt cứ ngày cứ cho năm chờ bốc từ cho năm khang nhưng mà bốn cợt cho năm khang nó không có buôn không ai dưới miền tại năm này còn đây là không có buôn vạt sư bỏ chân đại chỉ bọc thầm chết cứ dừng bụng bay máu còn miền nằm nang sạch đấy thằng ngày cát bốn cứ thằng ngày sờ khai cát cứ khai rồng chẳng nhung bị phiệt thằng ngày cát ở bọc bốn tu luôn chừng mũi nâng màu cát cứ nằm nang ở côn nằm nang ở bọc lấp đầm nang ở mật thẹt đại mẹ dụ tây chừng kế đầm nang ở ca cất rồi bỏ dưới đầm nang oiสมรรถភាពក្នុងការវិនិយោគអញ្ចឹងត្អូនជាមួយនឹងកូនប្រុសខាងលើខាងស្រីកូនស្រីខាងក្រោមអូនមានទីទូខ្លួនភ្លើងដកជួបជាមួយនឹងកូនប្រុសដកដែរមានន័យថាឆុងគ្នានិយាយមិនសូវស្ដាប់គ្នាអញ្ចឹងយើងកុំនិយាយច្រើនកាលណានិយាយច្រើនគឺអាចទាស់តែងសម្ដីគ្នាបើយើងមើលភ្លើងទៅដុតលោហៈនឹងកូនប្រុសជាលោហៈកាលណាភ្លើងដុតលោហៈមានន័យថាភ្លើងជួយឲ្យលោហៈបានសុទ្ធប៉ុន្តែលោហៈលំបាកលោហៈលំបាកមានន័យថាលោហៈទទួលរងកម្ដៅខ្លាំងគាត់ឆុងជាមួយនឹងភ្លើងអញ្ចឹងភ្លើងដុតលោហៈទៅភ្លើងបានលៀបចំណែកឯប្អូនជាមួយនឹងកូនស្រីគឺកូនស្រីតំណាងឲ្យទឹកដកអញ្ចឹងក៏ឆុងគ្នាដែរនិយាយអត់សូវស្ដាប់គ្នាដែរនិយាយអត់សូវស្ដាប់គ្នាទេគឺដោយសារយិនដូចគ្នាភ្លើងដកហើយនឹងទឹកដកគេហៅថាភ្លើងយិនទឹកយិនដូចគ្នាអញ្ចឹងយិនដូចគ្នាមានន័យថានិយាយអត់សូវស្ដាប់គ្នាទិសដៅផ្សេងគ្នាប៉ាចង់ធ្វើអីធ្វើទៅកូនចង់ធ្វើអីធ្វើទៅគឺមិនសូវស្ដាប់គ្នាទេបើយើងមើលបង្គំរវាងប្អូនជាភ្លើងកូនស្រីជាទឹកបង្ហាញថាកូនស្រីបានលៀបពីយើងពីខ្លួនប្អូនដោយសារប្អូនភ្លើងរលត់ដោយសារទឹកអញ្ចឹងកូនស្រីគឺបានលូតលាស់នៅពេលដែលគាត់ទៅជួបនឹងឪពុកភ្លើងកូនស្រីទឹកអញ្ចឹងទឹកទៅភ្លើងបានលៀបអញ្ចឹងកូនតែងតែបានលៀបពីឪពុកប៉ុន្តែឪពុកឆុងជាមួយនឹងកូនស្រីករណីនេះដើម្បីកែឆុងគឺយើងជាភ្លើងយើងត្រូវរកឈើឲ្យច្រើនដើម្បីឲ្យខ្លួនយើងឆេះអញ្ចឹងបងអូនខ្វះធាតុឈើអញ្ចឹងបងអូនត្រូវដាំឈើអញ្ចឹងបងអូនត្រូវហូបបន្លែបានច្រើនបងអូនត្រូវប្រើពណ៌ឈើក្នុងវិធីកែឆុងរវាងយើងឆុងជាមួយនឹងកូនស្រីចំពោះទូខ្លួនបងភ្លើងដកប្រៀបធៀបជាមួយនឹងប្រពន្ធរបស់គាត់គឺដីដកមានន័យថាភ្លើងបង្កើតដីអញ្ចឹងប្អូនជាភ្លើងដកធ្វើឲ្យប្រពន្ធបានលូតលាស់ដោយសារប្អូនភ្លើងឆេះនៅសល់ផេះបង្កើតដីអញ្ចឹងប្រពន្ធបានលៀបពីប្តីមានន័យថាប្រពន្ធរស់នៅដោយសារប្តីអញ្ចឹងអាហ្នឹងគឺប្អូនជាអ្នកធ្វើឲ្យប្រពន្ធបានលូតលាស់ហើយជាមួយឪពុកម្ដាយចឹងដែរដោយសារដីដូចគ្នាប៉ុន្តែមិនឆុងជាមួយឪពុកម្ដាយទេគឺស្របគ្នានិយាយស្ដាប់គ្នាបានអញ្ចឹងឪពុកម្ដាយដីឪពុកដីម្ដាយដីដែរអញ្ចឹងបងអូនភ្លើងក៏មានសមត្ថភាពក្នុងការបង្កើតដីដែរអញ្ចឹងដល់ពេលបង្កើតដីខ្លាំងគឺបងអូនអាចខ្វះភ្លើងទូខ្លួនបងអូនភ្លើងបណ្ដាឈើតិចតួចធ្វើឲ្យបងអូនខ្វះឈើអញ្ចឹងហើយធ្វើឲ្យយើងនឹងត្រូវតែខំប្រឹងរកឈើដើម្បីភ្លើងបានឆេះវិធីកែនេះគឺយើងជាលួនភ្លើងអញ្ចឹងយើងត្រូវមានពន្លឺយើងត្រូវឈរនៅពន្លឺថ្ងៃដើរទៅណាកុំឃ្លុំពាក់មុខពេកការពារពេកគឺយើងត្រូវឲ្យមានពន្លឺមកលើខ្លួនយើងខ្លះព្រោះយើងខ្វះពន្លឺខ្វះភ្លើង
ok chân dương chùm mùi nâng dương chùm mùi nâng luôn bọn lượng chùm mùi nâng chơ bốc chỉ đốn chỉ ta ngày cao nó đầm nàng ơi cho năm cao nó đầm nàng ơi chỉ đốn chỉ ta mê là bỏ dương mật hẹp đây là dụ tròn trường dương miền đây thà ôn bàn lụt lọ đôi xa phương chết để xa chờ về bố mê là bỏ dương mật hẹp ai dụ tròn trường dương tiếng sray tiếng pro cứ chui dương ở lụt lọ nhưng ôn bật tó rộp an mật hẹp đây mình dụ tròn trường từ lọ rư có dương trâu nơi chất mê bàn tràn mê tiếng sấy mê pro để dương thừa ca đâu hay chỉ bị xét chỉ đồn chỉ ta giống còn chặt chặt hái cứ còn có chỉ nhận chui dương đấy dương ở xa là chất quật và giống có dương ai bởi chỉ đồn chỉ ta còn nơi còn mình toàn còn mình nơi biên chỉ bất cứ còn dương ai nhầm lực côn ở thục như vậy từ quật cứ quật chỉ môi đồng phố cứ trâu cái nhiều chẳng cả sai cả ấy nó cứ nực chỉ đồn chỉ tá cứ trâu đại sa chỉ đồn chỉ tá chỉ chơi hay bọn khoa chơi nhưng bọn chỉ thiệt lương trâu cả chơi nhưng trong những bọ sai thay cả được bảo bọn cứ chỉ thay tu luôn lương ta tá lương bọn nó dạng mạch sai hai dạng mạch cà rồi si dạng mạch thiệp khăn mạch thiệp soi mạch thiệp khăn không trăng vừa bờ tó hay bờ thiệp soi dương trâu tá cái hào thà thơ samadhi tăng chất cài dầm rồi tầm bó thì bị sau đây ông bị cài lõ nâng mình lõ ôn miên cài cái chuối nữ cài nhẹ chùm núi cái hào thà Nobel Monster cứ chịu cài nửa khăn ông cho làm có cho làm rổ cà cài chặt với nửa khăn ông cho làm rổ cà cài tham một bồn bụi chút rứ cô chịu cài để miên sọc phim lõ mà sánh mà mề cái chăn tẹt rư có sập hẹn mình cố lòng nông cho năm mì dân nông cho năm pi pon làm phây của mỗi cứ gì cho năm mì để bọn hai miền học ca miền sập hẹn mình cố cái này là không cho năm mì dân dừng mưa tới dân bàn rịp ca nông cho năm mì rư của dân miền sòng xa nông cho năm mì rư của chuột nhẹ mì dân miền này ok cái ở cái này dụ cứ chỉ cái ở bồng cung rồi viên rồi ca mì chẳng rồi cho năm rồi ca một mì máu cứ dương miên sầm mặt phiêu chia cái này dụng trong ca cục crom cái prai cục crom hun cục crom cruza nửa cho năm một mì cho năm một mì pi pon hơi muối chật đỏ lấy cho năm rồi cái bị chật được cắm cứ dịp cái chặt với trong chia sầm mặt phiêu trong ca đo sai pa nhà há nửa cho năm lâu hay nửa trò cái thôi đồng nói dịp cái bàn tẹt mấy rứa cô dịp cái để miên ban thôi đầm nợ nhật nhọp cứ thằng cáo vô cái cháu nó khao cầu giống cứ ai miền nằm bơi có bắt rứ cô cái cháu ní cứ đầm nàng ao dương ai bắt rồi bó plei rồi bó rứ cô miền nằm bơi có bắt cái mò nát cứ nó đang cho nằm vô cho nằm mà xanh nó không cho nằm nít chi cho nằm mà xanh giống cho nằm pi pon phải bám đó ôn miền cái mò nát giống ai miền nhiệt tôi mò nát rứ cô chừng thun cái đói ham từ mưa này chủng ngữ đói sao dùng nghiệp cái mồ nát chẳng ai thua ở này chủng ngữ căn để trừ cái scenario riêng nó không cho năm một mỹ cho năm thọ chẳng cho năm cõi cứ chỉ cho năm một mỹ people phải muối ôn ai miến cái scenario riêng cứ sửa lạnh cái này đây phun khăng cái này cái ai có nó không cho năm mà sánh cứ chỉ cho năm people phải phẳng chẳng ôn có bông tại ai cao về đi chúng ôn trâu té đọt sai phim ai cao là bảo dương đòi dương chủ an dập hư cùng nơi không tục trấn nhưng đã hạt prán dương chụp một phép vì vậy càng nghe của phía xa nơi tàu cà phê dương nơi với dương miền cài ai cao chẳng cả là dương trong test dương sệt cả là sét miền ỏi thua ỏi dương bạc thực chất depression chẳng cả bạc thực chất thua dương nó khôi khu các bà này ở dưới nước kinh ệt trình trong cái ai cáo nó có chứa cái đại sầm khăn này cái đói ôn từ chụp một phép bị phía xa còn ngàn nghĩa rứ cô từ chụp đầy của chi cắm rứ cô
ធ្វើការដើរកំសាន្តជាមួយក្រុមគ្រួសារអញ្ចឹងនៅក្នុងតារាងទី3គឺនិយាយអំពីថ្លឹងធាតុពេលថ្លឹងធាតុទៅបងអូនមានទ្រព្យ 20% អំណាចមាន 55% ចំណេះដឹងមាន 70% អំពីធនធានរបស់បងអូនគេហៅថា resources គឺជាអ្នកបកកាយវិភាគគឺមានចំណេះដឹងគឺ 70% បងប្អូនតែងតែមានចិត្តចង់រៀនជាប្រចាំហើយមានបណ្ដាញគឺ 60% មានបណ្ដាញមានន័យថាយើងមានមិត្តមានក្រុមការងារអីចឹងគឺ 60% ហើយបងប្អូនមានឱកាសនៅក្នុងដំណើរជីវិតរបស់បងប្អូនគឺមានឱកាសច្រើនគឺ 85% មានន័យថាឱកាសច្រើនអញ្ចឹងបងប្អូនអាចចាប់ឱកាសឲ្យជាប់កុំឲ្យលំបូតអញ្ចឹងបងប្អូនមានឱកាសច្រើនណាស់នៅក្នុងដំណើរជីវិតរបស់បងប្អូនគឺ 85% គឺច្រើនដោយសារបងប្អូនមានដីច្រើនព្រោះដីតំណាងឲ្យឱកាសដែលសិក្សាវិភាគទៅក្នុងការថ្លឹងធាតុគឺយើងមានដីច្រើនអញ្ចឹងមានន័យថាយើងមានឱកាសច្រើនតារាងទី4គឺនិយាយអំពីទេពកោសល្យបងប្អូនបកាយខាងអ្នកវិភាគគឺបកាយដោយឧទាហរណ៍ថាចង់ឲ្យធ្វើអីមួយគឺយើងវិភាគចេញដឹងរឿងទាំងអស់ដឹងអានេះបញ្ហាដឹងអានេះចំណេញដឹងអានេះខាតប៉ុន្តែចំណុចខ្សោយអ្នកវិភាគគឺវិភាគយូរពេកក៏ធ្វើឲ្យឱកាសបាត់បង់ដែរព្រោះយើងគិតតែវិភាគទៅឃើញតែពីរឿងអវិជ្ជមានពេលនោះហើយគឺយើងអត់ហ៊ានដាក់លុយវិនិយោគទេគឺយើងខ្លាចបាត់លុយអញ្ចឹងបងប្អូនត្រូវតាំងចិត្តកែប្រជ្រះហ្នឹងឲ្យនៅពេលយើងគិតឃើញយើងធ្វើពេលពួកអ្នកវិភាគបងប្អូនមានដងជាអ្នកវិភាគគឺវិភាគឲ្យចោលអត់យកមកអនុវត្តអញ្ចឹងនៅពេលនេះនៅពេលដែលបងប្អូនមើលតារាងរាសីនឹងឃើញថាយើងបកកាយវិភាគឲ្យវិភាគយកអារឿងអវិជ្ជមានមិនទាន់កើតឡើងយើងគិតក្រោយប៉ុន្តែបើយើងគិតខ្លាំងពេកព្រោះបងប្អូនជាអ្នកគិតខ្លាំងពេកវាធ្វើឲ្យយើងឃើញទាំងអស់អំពីព្រឹត្តិការណ៍ដែលអាក្រក់កើតឡើងអញ្ចឹងបងប្អូនអត់ហ៊ានដាក់លុយវិនិយោគទេដាក់គឺខ្លាចខាតដោយសារបងប្អូនគិតយូរពេកហើយបងប្អូនមានដងមួយទៀតហៅថាជាអ្នកតារាសម្ដែងអញ្ចឹងបងប្អូនបកកាយសម្ដែងបកកាយច្រៀងបកកាយរាំចូលចិត្តសម្ដែងនិយាយសម្ដែងបកកាយនិយាយដែរហើយបងប្អូនខ្លាំងមួយទៀតគឺទស្សនវិទូ 75% អានោះក៏ជាអ្នកគិតដែរអ្នកទស្សនវិទូគឺជាអ្នកវិភាគអញ្ចឹងអ្នកទស្សនវិទូគឺបកកាយខាងរៀនមិនបាច់ចេះរៀនមិនបាច់គ្រូចេះមិនបាច់គ្រូដោយសារបងប្អូនមើលឃើញដឹងគេធ្វើអីហើយអាចធ្វើបានដូចគេអញ្ចឹងហ្នឹងគឺបងប្អូនបកកាយដែរ 75% គឺបងប្អូនអាចមើលព្រឹត្តិការណ៍បានអញ្ចឹងបងប្អូនមើលព្រឹត្តិការណ៍ទៅព្រឹត្តិការណ៍ណាជាឱកាសចាប់យកទៅហើយបងប្អូនអាចជាអ្នកធ្វើនយោបាយដែរជាអ្នកធ្វើនយោបាយមានន័យថាជាអ្នកមេតបធ្វើការខាងកម្លាំងប្រអាវុធឲ្យបាន 64% សមត្ថភាពហ្នឹងបកកាយសម្រាប់សម្រួល 52% ហើយបងប្អូនមើលទៅខាងក្រោមទៀតគឺក៏បកកាយច្រើនដែរបងប្អូនជាអ្នកបកកាយច្រើនអូខេតារាងទី5គឺឆន្ទៈប្រចាំជីវិតគឺមានគោលដៅច្បាស់លាស់ 65% គិតគូររឿងលុយកាក់ 50% មានតំណែងតំណងល្អ 50% គិតគូររឿងគ្រួសារ 50% ហើយនឹងសុខភាពបងប្អូន 65% ចេះជួយយកអាសាអ្នកដទៃ 50% អញ្ចឹងនៅក្នុងឆ្នាំ2025នេះបងប្អូនមានគោលដៅច្បាស់លាស់ 75% អញ្ចឹងបងប្អូនចាប់ផ្ដើមធ្វើទៅហើយរឿងលុយកាក់បងប្អូនអត់សូវខ្វល់អញ្ចឹងសមត្ថភាពឆ្នាំ2025នេះរកលុយមិនសូវបានទេអូខេយើងចូលតារាងទី6អញ្ចឹងបងប្អូនមើលតារាងទី6និយាយអំពីវត្តសំណាង10ឆ្នាំសំណាង10ឆ្នាំរបស់បងប្អូនគឺមានឡើងមានចុះអញ្ចឹងទៅមនុស្សយើងតែងតែមានរាសីឡើងម្ដងធ្លាក់ម្ដងក្នុងរយៈពេល10ឆ្នាំកាលណារាសីយើង10ឆ្នាំនឹងយើងឡើងទោះឆ្នាំណារាសីយើងរៀងធ្លាក់បន្តិចក៏អត់អីដែរដោយសារវត្តសំណាង10ឆ្នាំយើងកំពុងតែល្អប៉ុន្តែបើវត្តសំណាង10ឆ្នាំយើងវាមិនសូវល្អមានថាទោះបីរាសីឡើងក៏ឡើងមិនពេញដែរដោយសារយើងធ្វើអត់គ្រប់ប៉ុន្តែបើសិនជាយើងមើល
រិស័យទៅយើងឃើញថាវត្តសំណាង10ឆ្នាំក៏ឡើងក្នុងឆ្នាំនីមួយក៏ឡើងខែនីមួយក៏ឡើងអាហ្នឹងគេហៅថាផ្ទុះមានន័យថាយើងរលុយទៅបានគ្រប់គ្រឿងមកប៉ុន្តែបើសិនជាវត្តសំណាង10ឆ្នាំយើងឡើងតែដូចឆ្នាំឧទាហរណ៍ថាឆ្នាំនឹងយើងធ្លាក់ឬឆ្នាំក្រោយយើងធ្លាក់អញ្ចឹងគឺវាប្រទាញគ្នាហើយវាប្រទាញគ្នាឲ្យคล้ายទៅជាមនុស្សធម្មតាអញ្ចឹងយើងមើលសំណាង10ឆ្នាំរបស់បងប្អូនកើតនៅក្នុងឆ្នាំ1974មកដល់ពេលនេះយើងមានអាយុដក2025ទៅ50ជាងណានឹងឲ្យមានអាយុ51ឆ្នាំអញ្ចឹងនៅក្នុងទំព័រទី3នេះតារាងទី6នេះនៅពេលអាយុ51ឆ្នាំបងអូននៅក្នុងចន្លោះពី50ទៅ60ឆ្នាំវត្តសំណាងហ្នឹងគឺជាវត្តសំណាងដែលបង្ហាញថាមានទឹកច្រើនហើយនឹងមានលោហៈច្រើនអញ្ចឹងទឹកលោហៈបងអូនអត់ត្រូវការទេបងអូនត្រូវការភ្លើងហើយនឹងឈើពេលនោះគឺយើងមានរិស័យធ្លាក់អញ្ចឹងបងមានរិស័យធ្លាក់ចាប់ពីអាយុ50ទៅ60ឥឡូវយើង51ហើយយើងត្រូវរងចាំ9ឆ្នាំទៀតដើម្បីរិស័យយើងឡើងនៅអាយុ60នៅអាយុ60មានឈើចូលមកមានយ៉ាងវូដឈើនឹងចូលមកគឺពេលនោះបានរិស័យយើងឡើងហើយឡើងបានតែ50%ទៀតបានឡើងពេញទេចាស់ទៅក៏ឡើងដែរឡើង50%ពី7ទៅ8ទៅ9គឺរិស័យចាប់ពី60ឆ្នាំទៅបានមានរិស័យឡើងអញ្ចឹងយើងមើលពីក្មេងពីអាយុ10មក20ឆ្នាំមានរិស័យឡើងពី20ទៅ30ឆ្នាំមានរិស័យឡើងពី30មក40នេះរិស័យធ្លាក់ពី30ទៅ40ហ្នឹងណាពី40ទៅ50ក៏ធ្លាក់ពី50ទៅ60ក៏ធ្លាក់ដែរអញ្ចឹងបងអូនធ្លាក់រិស័យ20ឆ្នាំនៅក្នុងវ័យ30ចាប់ពីអាយុ30មកដល់អាយុ60ទៅឡើងវិញអញ្ចឹង30ទៅ40 10ឆ្នាំ40ទៅ50 10ឆ្នាំ50ទៅ60បងអូនធ្លាក់រិស័យនៅកំឡុងពេលដែលបងអូនកំពុងតែពេញអាយុរស់ស៊ីអញ្ចឹងហើយធ្វើឲ្យយើងមានការលំបាកនៅក្នុងជីវិតដែលយើងពិបាករលុយអញ្ចឹងអាចមានរិស័យឡើងរហូតដល់អាយុ60ទើបយើងមានរិស័យឡើងហើយរិស័យចុះខុសគ្នាមិនរិស័យឡើងមានន័យថាយើងនៅសុខគឺយើងលក់ដីបានអញ្ចឹងទៅយើងមានសុខភាពល្អអញ្ចឹងទៅកាលណារិស័យធ្លាក់គឺយើងរកអីក៏មិនសូវត្រូវហើយយើងឈឺច្រើនហើយយើងចំណាយច្រើនអីជាដើមអញ្ចឹងដំណើរជីវិតរបស់បងអូននៅក្នុងកម្រិតចាប់ពីអាយុ30រហូតដល់60ឆ្នាំគឺបងអូនធ្លាក់នៅក្នុងកំឡុងដែលកំពុងពេញរស់ស៊ីប៉ុន្តែបងអូនកុំភ័យដោយសារកុំមានផ្កាយដែរយើងមើលពីឆ្នាំ50ទៅ60បងអូនមានរកាចូលមកគឺយើងមានសមត្ថភាពជាផ្កាយអគ្គនាយកអញ្ចឹងក្នុងវត្តសំណាង10ឆ្នាំនេះទោះបីរិស័យយើងធ្លាក់ក៏បងអូនត្រូវពង្រឹងទៅលើកិច្ចការគ្រប់គ្រងគ្រួសារពេលព្រោះបង្គំទូខ្លួនរបស់បងអូនជាមួយរកាបង្កើតបានទៅជាផ្កាយអគ្គនាយកអញ្ចឹងវត្តសំណាង10ឆ្នាំនេះគេហៅវត្តសំណាង10ឆ្នាំដែលមានរកាមានផ្កាយមានសមត្ថភាពជាអ្នកគ្រប់គ្រងបានល្អផ្កាយគ្រប់គ្រងរិស័យធ្លាក់មែនប៉ុន្តែសមត្ថភាពយើងផ្កាយខាងក្នុងអញ្ចឹងយើងសម្រុកធ្វើហ្នឹងហើយមួយទៀតគឺឆ្នាំរកានេះគឺបង្កើតបង្គំបានទៅជាផ្កាយមានអ្នកជំនួយមានគេជួយឧបត្ថម្ភអញ្ចឹងនៅក្នុងអាយុចាប់ពី50ទៅ60នេះគឺយើងមានគេជួយអញ្ចឹងដើម្បីឲ្យបានផលឲ្យគេជួយលុះត្រាតែយើងហាមកសុំគេប្រាប់គេថាខ្ញុំត្រូវការជំនួយខ្ញុំចង់ឡើងធ្វើកិច្ចការងារនេះទូនាទីនេះខ្ញុំចង់ឲ្យអ្នកជួយនៅក្នុងការងារណាផ្សេងគឺមានគេជួយអញ្ចឹងរិស័យធ្លាក់នៅក្នុងវត្តសំណាង10ឆ្នាំពី50ទៅ60បង្ហាញថាជីវិតនេះគឺកំពុងរិស័យធ្លាក់អញ្ចឹងវិធីកែរិស័យធ្លាក់គឺយើងប្រឹងធ្វើការតាមសមត្ថភាពដែលផ្កាយយើងមានផ្កាយរកា
ចាប់ពី50ទៅ60ឆ្នាំមាននឹងការប៉ុន្តែយើងអត់មានធៀបត្រូវការទេប៉ុន្តែយើងមានសัตว์ជួយគឺសัตว์រកាជួយឲ្យខាលហ្នឹងបានជួយឲ្យថ្ងៃឆ្លូវជួយឲ្យថ្ងៃឆ្លូវបានផលប៉ុន្តែយើងត្រូវការឲ្យគេជួយយើងត្រូវតែប្រាប់គេប្រសិនបើយើងរិស័យធ្លាក់ហើយយើងមិនហាមាត់ស្នើសុំគេនោះជីវិតយើងកាន់តែធ្លាក់អូខេអញ្ចឹងវត្តសំណាង10ឆ្នាំពីក្មេងមកអាយុ30ឆ្នាំគឺគ្រាន់បើចាប់ពី30ឆ្នាំទៅមានបញ្ហាធ្លាក់ចុះខ្លាំងអូខេអញ្ចឹងយើងមើលតារាងទី7ផ្កាយតារាងទី7គឺនិយាយអំពីប្រចាំឆ្នាំ2025នេះមានភ្លើងមកអញ្ចឹងយើងទោះបីរិស័យយើងធ្លាក់មែនវត្តសំណាង10ឆ្នាំយើងធ្លាក់មែនតែយើងមានភ្លើងមកអញ្ចឹងក៏វាជួយឲ្យយើងបានមួយចំនួនដែរអញ្ចឹងឆ្នាំ2025នេះកើនឡើងហើយដោយសារគាត់មានម្សាញ់មកម្សាញ់គឺភ្លើងមកឲ្យបងខ្វះធាតុភ្លើងអញ្ចឹងភ្លើងហ្នឹងជួយឲ្យយើងមានរិស័យហើយម្យ៉ាងទៀតនៅក្នុងយុគ9នេះគឺជាយុគភ្លើងដែលយើងត្រូវការអញ្ចឹងបងនៅក្នុង20ឆ្នាំហ្នឹងទោះបីរិស័យយើងវត្តសំណាងយើងធ្លាក់ក៏ប៉ុន្តែមានភ្លើងមកជួយនៅក្នុងយុគ9ហ្នឹងដែរព្រោះយើងត្រូវការភ្លើងអញ្ចឹងយើងនឹងលូតលាស់ខ្លាំងហើយអញ្ចឹងឆ្នាំ2025ចាប់ផ្ដើមឡើងហើយអញ្ចឹងយើងប្រឹងមានន័យថាមិនមានន័យថាអូខ្ញុំមានរិស័យឡើងហើយឥឡូវថ្ងៃនេះខ្ញុំដេកខ្ជិលទៅធ្វើការអីអូខេអញ្ចឹងអត់ទេយើងអានតារាងរិស័យដើម្បីយើងដឹងថាច្រកណាយើងរុញច្រកណាយើងប្រឹងច្រកណាយើងត្រូវដេកប្រសិនបើយើងមិនប្រឹងទេអាហ្នឹងកត្តាខ្លួនយើងទេដែលធ្វើឲ្យវាធ្លាក់ប៉ុន្តែករណីនេះគឺបងអាចរុញខ្លួនបងទៅមុខបានទោះបីវត្តសំណាង10ឆ្នាំអត់មានភ្លើងឬស័យបងថ្លឹងទៅខ្វះភ្លើងឆ្នាំ2025ភ្លើងមកដល់ជាឱកាសហើយយុគ9ជាយុគភ្លើងក៏ជាឱកាសរបស់បងដែរអញ្ចឹងបងសម្រុកបន្តិចទៅឡើងហើយយើងមើលឆ្នាំ2026ភ្លើងដែរហើយជាមមីភ្លើងដែលមមីគឺជាស័ក្តិមួយដែលត្រូវគ្នាជាមួយបងអូនកើតឆ្នាំខាលអញ្ចឹងជាឱកាសខ្លាំងមែនតើនៅឆ្នាំ2026បើសិនជាមិនចាប់ឱកាសឲ្យបានឆ្នាំ2026ទេបងអូននឹងអាចមានបញ្ហានៅថ្ងៃអនាគតអញ្ចឹងឆ្នាំ2026គឺជាឆ្នាំសម្រុកធ្វើកិច្ចការងារអីតាមដែលយើងគិតប្រឹងឲ្យគេជួយមានគេជួយទៀត27ក៏មានដែរភ្លើងតែចាប់ផ្ដើមធ្លាក់ហើយដល់ឆ្នាំ28 29គឺជាឆ្នាំដីបោកដីដកធ្វើឲ្យបងអូនមានរិស័យធ្លាក់ទៀតហើយអញ្ចឹងប្រយ័ត្នសុខភាពអូខេយើងមើលតារាងទី8តារាងទី8និយាយអំពីប្រចាំខែរិស័យប្រចាំខែបង្ហាញថាខែដែលយើងមានរិស័យឡើងគឺខែ5ខែ6ខែ10ខែ11ខែ7ខែ8ខែ9ឡើងខែ2ខែ3ឡើងដែរប៉ុន្តែយើងមិននិយាយហួសហើយអញ្ចឹងខែ5នេះកំពុងមានរិស័យឡើងខែឧសភាភ្លើងមកខែមិថុនាក៏ភ្លើងមកដែរអញ្ចឹងប៉ុន្តែឡើងវាបានពេញទេឡើងត្រឹមតែ50%ទេអញ្ចឹងបងប្អូនសម្រុកបាននៅក្នុងឆ្នាំក្រោយ2026យើងចូលតារាងទី9នៅទំព័រទី4តារាងទី9នៅទំព័រទី4បង្ហាញថាបង្គំស័ក្តិថ្ងៃកើតខាលយើងឆុងគ្នាជាមួយនេះកើតឆ្នាំវកបាទហើយខាលឆុងជាមួយមួយមេរកាតិចតួចឆុងជាមួយកោមម្សិលតិចតួចអញ្ចឹងឆ្នាំនេះគឺខាលឆុងជាមួយកោនាំចំនួនខ្លះដែរប៉ុន្តែជាឆ្នាំភ្លើងដែលបងអូនត្រូវការធៀបហ្នឹងគឺជាធៀបដែលយើងឡើងតែអញ្ចឹងកោហើយនឹងម្សាញ់មួយមេរកាមានបញ្ហាតិចតួច
ôn trâu khăn cho mùi nâng nè cao cho nằm thọ lâu nè cao cho nằm chụt rố nè cao cho nằm một mí hai nâng trọ ok giống cho nằm có cho nằm một mí trong ôn miêu cả khăn cho nằm còi cho nằm ní miền chùm luôn tịch tuổi chùm mùi khang trong ôn chùm này cho nằm ok thằng ngày cao ôn cứ thằng ngày lâu trong chùm mùi thằng ngày một mẹ trong riêng lo thằng ngày một mẹ cứ ôn trâu tái bây giờ phải dày nhưng cô này mơ sụp hơi protein thật ta thằng ngày nắng thằng ngày ấy bởi thằng ngày nắng thằng ngày một mét cho con tra thùng thôm ở tế cùng tại bởi thằng ngày nắng chỉ thằng ngày chút khá cứ chỉ thằng ngày là ở thằng ngày thọ cào hay là thằng ngày mà xa như là cả nhưng bởi sân chỉ ôn trong mưa đăng thật thằng ngày nắng ngày ấy ôn này tên sụp hơi mà các bạn tiếp cứ sụp hơi đúng giảm pi protein phải chậm thằng ngày ủa thì những bạn thành phố mà ngày năm ngày thì đập bằng 7 khai pram ta ngày đập 7 ngày ấy bây giờ bạn mơ trong ngày nó thật ngày mẹ trong ngày nó ngày trong phố trong đó tân nước trong miền mà các bá nhầm lụ ở một là ôn ai tính tới mơ bàn mà chỉ vật cái hai tha protein mà muốn năm protein nó miên thiết miên sắt 100 ngày giống như đưa dương bạn ở calendar của ngày nhé ngày đầm 7 ấy ngày đầm 4 ấy ngày 1 ấy mẹ đưa cổ vô ca cho nhưng mà chẳng đừng bây giờ mưa protein đó ngày dưỡng ngày chờ dưỡng cả ngày chờ giống như trong ngày một mẹ giống như mưa rạng tìm buổi nó tới dựng đăng thang nè chờ cho mùi một mẹ chồng chờ cho mùi nâng một mì vô này lọ bộ bạc phía xa cái này phía ra thơ ắt thử cái này bởi dương do ngày một mì ngày vô nó tồn vô tứ tỏ thay tình đây thì ắt thử này ấy thằng ngày cho rung thằng ngày cho cái chẳng đấy cứ ai mình bạch hà thằng mình chấm luôn thằng ngày này là mà vẫn cứ thằng ngày chụt khá lắm thằng ngày rung thằng ngày thọ cáo thằng ngày mà sánh ngày nâng thằng ngày đó cả chẳng những bao protein mưa bởi thằng ngày nâng thằng ngày đó cá nhưng phở bàn thằng ngày là là bao nhiêu ngày ok chẳng ai là nhát ấy trong chỗ tràng thì đọc tràng thì đọc như vậy vì một robot ôn đại chỉ nhận từ cả phượng đó ở từ cả phượng hay nông từ cả chữ giống đôi được trong ban này vậy hay nhận từ cả chữ rồi xí một robot hàng lụ kêu chữ kêu sòng hà đúng cừu cầy lá bảo cả sẽ than đầm vừa trồng cá chầm sắt phần lật rôm chặt phần lật há bằng cả rôm chặt sầm lượng vét bọn đó mình đào chia chi vét cả trên này vật đất thưa cừu bằng vật giống bản thưa cả hàng sao chiêu hàng sụp ca ấy chỉ intelligent network cái những bản cừu bằng riêng ok chẳng thưa cả hàng đồng thời hay bọn thưa cả phượng cứ rồi xí hàng một bỏ lụa solar rồi xí hàng vì say sọc khắp với bao áp rùm tệ tôn đây tệ tôn từ nông phượng cứ miền rồi xí hàng cải sủng pho hà than có gì phượng này bộ bị chạy nó tầm nhẹ tầm nông càng nghĩa tạm dồn họ thua ca bình nhiên khang bình nhiên ôn ai thua ca khang bình nhiên ban khang bình nhiên này cái cứ khang riêng hồng xuôi riêng ấy đó cứ riêng chập chảy đại tha của ôn nguyên tụt luôn phượng đỏ chứ nguyên tụt luôn là phượng đỏ cứ ôn ai riêng ban là riêng khang cừu hồng xuôi ấy nè chiêng bền tai nó cứ chưa một robot đấy kêu kỳ xử lý lụa kêu kỳ xử lý lụa computer lụa phải chạy phải chia lụa IT ấy đừng bản và khi chắc ở tầm po thì pram cứ đi làm pi po để thử xử lý vẹn trang thì đập muối po đầm nang ở chớ cứ po đầm nang ở chớ để dùng tàu cá nó cứ po bài tòng chặt bài tòng cháy po slide ấy chỉ đầm cứ chỉ chớ chẳng ai xử lý cả po nó chỉ làm bò nâng rư có làm kho bò mét đây nhưng ai prao cầm ra trường bò bài tòng trong bản có ai bò dân
បើយើងស្លៀកពណ៌ខុស complex គឺខាងក្នុងពណ៌ឈើហ្នឹងហើយនឹងភ្លើងពណ៌ភ្លើងមានច្រើនមានតាំង purple មានតាំងពណ៌ក្រហម purple ពណ៌ហានពណ៌ទេពណ៌ភ្លើងនោះគឺពណ៌ក្រហមភាគច្រើនបាទគេអញ្ចឹងតារាងទី11នេះយកទៅស្លៀកពាក់ខោអាវចាស់យើងមិនមែនគាត់ចោលទេយើងគ្រាន់ថាអាចយើងស្លៀកខាងក្នុងបានអូខេអញ្ចឹងអរគុណបងប្អូនមានបញ្ហាអី call តាម Telegram មកយើងពិសាគ្នាបន្ថែមបាទអរគុណខ្ញុំពិពណ៌នាខ្ញុំសូមបង្ហាញអំពីសមត្ថភាពរបស់បងប្អូនជាអ្នកភ្លើងដកនឹងមុនសិនចាំចូលវត្តសំណាង10ឆ្នាំអញ្ចឹងខ្ញុំនឹងពិពណ៌នាអំពីលក្ខណៈទូទៅរបស់បងប្អូនដែលបងប្អូនដែលមានធាតុទូភ្លើងដកសិនហើយអញ្ចឹងបងប្អូនមើលចរិតលក្ខណៈទូទៅរបស់បងប្អូនសិនបន្ទាប់មកយើងនឹងមើលទៅការងាររបស់បងប្អូនយ៉ាងម៉េចបន្ទាប់មកយើងនឹងមើលទៅជំនួញនិងភាពជាអ្នកដឹកនាំរបស់បងប្អូនយ៉ាងម៉េចបន្ទាប់មកយើងមើលទ្រព្យសម្បត្តិការទំនាក់ទំនងមិត្តភាពហើយនឹងភាពខ្លាំងនិងភាពខ្សោយឥឡូវយើងចូលមើលសមត្ថភាពទំនាក់ទំនងរបស់បងប្អូនបាទសមត្ថភាពទំនាក់ទំនងរបស់បងប្អូនចរិតលក្ខណៈរបស់បងប្អូនគឺជាភ្លើងដកគេហៅថា Yin Fire សម្គាល់ឃើញភ្លើងដកគឺដូចមានជាភ្លើងទៀនដូចមានជាភ្លើងពិលឬក៏ភ្លើងកាចដែរជួនកាលអាចឆេះព្រៃបានអញ្ចឹងភ្លើងពេលរលត់ហើយគឺអាចឆេះវិញបានអញ្ចឹងបងប្អូនមានកម្លាំងខុសគ្នាទៅតាមទំហំនៃភ្លើងអញ្ចឹងឲ្យតែភ្លើងឆេះគេហៅថាភ្លើងដកហ្នឹងហើយចំណែកឯភ្លើងព្រះអាទិត្យគេហៅថាភ្លើងបូកអញ្ចឹងនៅពេលដែលភ្លើងបងអូនរលត់គឺបងអូនអាចដុតឲ្យវាឆេះឡើងវិញបាទអញ្ចឹងមានន័យថាអាចបង្កាត់ជាថ្មីឡើងវិញអញ្ចឹងមានន័យថាអាចរស់រានមានជីវិតឡើងវិញអញ្ចឹងបងអូនជាមនុស្សសុភាពរាបសារទន់ភ្លន់ហើយឆើតឆាយហើយរៀងសង្ហាបាទបងអូនមិនមែនជាមនុស្សលោឡាអីខ្លាំងទេបងអូនជាប្រភេទមនុស្សថ្លៃថ្នូរហើយចេះគួរសមប៉ុន្តែនៅពេលដែលចាប់ផ្ដើមស្គាល់មនុស្សធាតុភ្លើងដកមនុស្សផ្សេងគ្នាទៀតអាចមានពលឺនិងសប្បាយក្នុងការជួបជុំដោយសារភ្លើងនៅពេលយប់នរណាក៏ត្រូវការទៀនដែរត្រូវការភ្លើងដែរអញ្ចឹងត្រូវការដុតភ្លើងឲ្យឆេះដើម្បីបំភ្លឺផ្លូវអញ្ចឹងគេអ្នកជុំវិញខ្លួនគេត្រូវការប្អូនដើម្បីឲ្យប្អូនបានជួយគេដើម្បីឲ្យមានភ្លើងឆេះល្អដើម្បីឲ្យបានពលឺទៅដល់គេបាទប្អូនមានចិត្តល្អហើយយកចិត្តទុកដាក់ទៅអ្នកជុំវិញខ្លួនប្អូនជាមនុស្សសំខាន់ខាងការគិតហើយចូលចិត្តស្វែងរកស្រាវជ្រាវអំពីអ្វីដែលថ្មីដោយតាមរយៈការអានតាមរយៈការធ្វើដំណើរតាមរយៈការដកស្រង់បទពិសោធន៍ជារឿយជាប្រចាំថ្ងៃគឺប្អូនអាចមានសមត្ថភាពក្នុងការលូតលាស់ចំណេះដឹងបងអូនចូលចិត្តអនុវត្តការគិតរបស់បងអូនដោយប្រើសំណួរឆ្លាតហើយនឹងចំណាយពេលជាច្រើនគិតទៅលើលទ្ធផលតួលេខដែលបានកើតឡើងកន្លងមកបងអូនអាចបង្ហាញផ្លូវល្អនិងចំណេះដឹងរបស់ដល់មនុស្សដទៃបងអូនអាចមានអារម្មណ៍ឆាប់ទន់ជ្រាយណាស់ហើយបងអូនត្រូវខ្យល់បន្តិចគឺរលត់ហើយទន់ជ្រាយអញ្ចឹងបងអូនមានពេលខ្លះអាចមានសន្តិភាពប៉ុន្តែឆាប់ខឹងអញ្ចឹងការមើលរាសីនេះគឺចង់បង្ហាញថាបើបងអូនឃើញកន្លែងណាអាក្រក់អញ្ចឹងបងអូនត្រូវមានអារម្មណ៍រឹងមាំកុំឲ្យឆាប់ទន់ជ្រាយពេកដោយសារភ្លើងទៀនគឺងាយនឹងរលត់ប៉ះខ្យល់ទៀតរលត់មានន័យថាប៉ះខ្យល់បន្តិចតួចគឺយើងបាក់ទឹកចិត្តអញ្ចឹងក៏យើងត្រូវកាត់បន្ថយអានោះដើម្បីឲ្យយើងមើលរាសីដើម្បីយើងបង្កើនសមត្ថភាពយើងអញ្ចឹងជួនកាលយើងអត់បានដឹងយើងអត់បានសង្កេតអត់ដឹងទេប៉ុន្តែដល់ច្បាប់ធម្មជាតិគេប្រាប់មកអញ្ចឹងបានយើងចាប់ផ្ដើមភ្ញាក់អញ្ចឹងហើយយើងគួរតែធ្វើអ្វីនឹងអនុវត្តអ្វីនៅថ្ងៃក្រោយថ្ងៃស្អែក
បាទអារម្មណ៍នឹងអាកប្បកិរិយារបស់បងអូនគឺផុយស្រួយមិនរឹងមាំទេអារម្មណ៍ទន់ជ្រាយប៉ុន្តែបើអ្នកធាតុភ្លើងនេះឆេះគ្រប់គ្រាន់ហើយគឺរឹងមាំវិញគឺខ្លាំងតែម្ដងបាទអញ្ចឹងបងអូនត្រូវការឲ្យមានភ្លើងឲ្យច្រើនដើម្បីឲ្យគ្រប់ព្រោះបងអូនភ្លើងដកតិចពេកគេឆាប់មើលឃើញគឺឆាប់មើលឃើញពីការគម្រាមកំហែងរបស់គេជួនកាលគេអត់មានគិតថាគម្រាមកំហែងយើងប៉ុន្តែអាការគិតរបស់យើងភ័យខ្លាចពេកវាទៅជាបាក់វាទៅជាភាពខ្លោបខ្លាចគេខ្លាំងពេកអញ្ចឹងបងអូនត្រូវពង្រឹងអាហ្នឹងដើម្បីឲ្យខ្លាំងអញ្ចឹងបងអូនត្រូវបង្កើនចំណេះដឹងឲ្យបានច្រើនអំពីភាពដែលអាចទុកចិត្តបានហើយត្រូវបើកចំហក្នុងចិត្តហើយអាចទទួលយកមកទូទៅបានបងអូនមានចិត្តស្មោះភក្តីចំពោះអ្នកដទៃបាទអ្នកចិត្តខាងបងអូនយកចិត្តទុកដាក់ខ្លាំងនឹងមនុស្សនៅជុំវិញខ្លួនតាមសេចក្តីត្រូវការរបស់បងអូនក្នុងកាលៈទេសៈណាក៏ដោយគឺបងអូនតែងតែពិនិត្យបានច្បាស់លាស់អំពីអ្វីៗដែលយើងធ្វើឲ្យបានល្អិតល្អន់បាទអញ្ចឹងបងអូនប្រកែខាងពិនិត្យអ្វីដែលល្អហើយដែលអាចឲ្យថាឆេះឲ្យដើម្បីឲ្យវាមានកំណត់ឆេះឡើងវិញបងអូនអាចមានការយឺតយ៉ាវក្នុងការអនុវត្តការងារហើយប្រើវិធីចាស់កម្រិលក្នុងការដោះស្រាយបញ្ហាប៉ុន្តែគេមិនទុកការងារចោលទេហើយតែងតែស្វែងរកឫសគល់នៃបញ្ហាបងអូនការងារមិនទុកចោលបងអូនគឺជាអ្នកនាំផ្លូវពិតប្រាកដខ្លាំងណាស់ហើយជាអ្នកហ្គាយគេជាអ្នកណែនាំជាអ្នកបង្រៀនគេដោយយកចិត្តទុកដាក់បាទនៅពេលដែលអត់បានបង្រៀនគេគឺបងអូនអត់អស់ចិត្តអញ្ចឹងនៅពេលដែលបងអូនបានប្រាប់គេហើយបានបងអូនបានសេចក្តីសុខបងអូនសម្រេចចិត្តលឿនប៉ុន្តែជារឿយអាចធ្វើឲ្យមានកំហុសដែរដោយមិនបានចំណាយពេលច្រើនក្នុងការដកស្រង់បទពិសោធន៍បងប្អូនសម្រេចចិត្តលឿនពេកនឹងអាចធ្វើឲ្យខុសដែរអញ្ចឹងបងប្អូនត្រូវគិតឲ្យបានច្បាស់លាស់បន្តិចបាទភ្លើងធម្មជាតិរបស់ភ្លើងគឺឆេះហើយបងប្អូនតែងតែគិតដល់សេចក្តីត្រូវការរបស់ផ្សេងមុនបាទបងប្អូនចូលចិត្តបង្រៀនហើយចូលចិត្តបញ្យលបំភ្លឺផ្លូវមនុស្សណែនាំផ្លូវមនុស្សឲ្យគំនិតទៅគេល្អដើម្បីទទួលបានការសរសើរដើម្បីទទួលបានការល្បីឈ្មោះបងអូនចង់បានល្បីឈ្មោះអញ្ចឹងបងអូនតែងតែបង្រៀនគេបើមនុស្សផ្សេងគឺមិនសូវចាប់អារម្មណ៍នៃទង្វើរបស់បងអូនធាតុយិនទេប៉ុន្តែនៅពេលដែលធាតុយិនធាតុភ្លើងរបស់បងអូនឡើងគ្រប់ចំនួនគឺបងអូនមានសមត្ថភាពចេះដឹងបាទយើងដឹងហើយនៅពេលភ្លើងដែលមានពន្លឺហើយអ្នកណាក៏គេចង់មកចិត្តភ្លើងដែរដើម្បីបានពន្លឺហើយគេត្រូវការទៀនដើម្បីអុជនៅពេលយប់អញ្ចឹងអ្នកផ្សេងត្រូវការបងអូនបាទអញ្ចឹងខាងក្រោមនេះគឺជាភាពខ្សោយរបស់បងអូនដែរបងអូនគួរតែកែសម្រួលគឺធាតុភ្លើងសភ្លើងដកនេះបងអូនអាចបាត់បង់ឱកាសក្នុងឆាកជីវិតរបស់បងអូនហើយដោយសារតែបងអូនភ័យខ្លាចបរាជ័យខ្លាំងពេកបាទអញ្ចឹងប៉ុណ្ណឹងបាទអញ្ចឹងដើម្បីការពារកុំឲ្យភ័យខ្លាចខ្លាំងគឺយើងត្រូវមានគ្រឹះរៀនរបស់របរអ្វីឲ្យចេះរៀនអ្វីឲ្យច្បាស់ក្នុងគោលការណ៍បាទអញ្ចឹងបងអូនមានបទពិសោធន៍ទូចត់ជាមនុស្សធាតុផ្សេងតាំងពីក្មេងមកម្លេះអញ្ចឹងការជីវិតរបស់បងអូនគឺកំសត់ពីក្មេងបាទពីកំសត់ពីក្មេងប៉ុន្តែដល់ពេលធំឡើងគឺមានសមត្ថភាពគ្រប់គ្រាន់គឺបងអូនអាចទៅជាគ្រូគេទៅជាអ្នកបង្រៀនគេទៅជាមានសមត្ថភាពលូតលាស់មានមនុស្សដទៃទៀតចូលមកចិត្តខ្លួនបងអូនដើម្បីសុំជំនួយពីបងអូនអញ្ចឹងចូលដល់សមត្ថភាពការងាររបស់បងអូនម្ដងសមត្ថភាពការងាររបស់បងអូនគឺនៅកន្លែងការងារគឺបងអូនពិតជាអ្នកជួយជ្រោមជ្រែងខ្លាំងនឹងជាអ្នកធនធានមួយដ៏ល្អសម្រាប់ជំនួយដល់អ្នកដទៃផ្សេងទៀត
và nẹp xem cứ ai xua nom cái cam xem bán tham tiền miền chất là o được nông ca chui cái tham tiền nâng cái lại càng nhiều và tôi từ vinh ôn mình trôi chất ao cái nào xong trong nuôi này vàแต่นี่จีพิบต้นไทรđược bỏ nẹp thịt lương này và trôi chất ở cái xong trong nuôi thì còn đã trôi chất chui cái tại mình nói ôn trôi chất săn được hiệp và chiêng mình đục xem tiết và xem tiết cứ ai miền cầm được trong chuộc trong ấy chẳng phần này ôn miền săn được hiệp hay ôn ở sân miền cầm được hàng thì ôn tay ai mưa tới hạn đôi chiều mình sơi slide nâng mình sơi miền trận mình sơi slide mình sơi miền trận phân táiពេលគេធ្វើការជាមួយបងអូនយូរគេនឹងស្គាល់បងអូនថាបងអូនជាមនុស្សខ្លាំងណានៅពេលដែលបងអូនតារាងរាសីបងអូនខ្វះធាតុភ្លើងនៅពេលដែលបងអូនបង្កើនភ្លើងឲ្យគ្រប់គ្រាន់ស្លៀកពណ៌ឈើទៅដើម្បីឲ្យភ្លើងឆេះអញ្ចឹងស្លៀកពណ៌ឈើស្លៀកពណ៌បៃតងទៅលើខ្លួនបងអូនទៅរបស់ប្រើប្រាស់ក្នុងឡានក្នុងអីគឺប្រើរបស់ជាពណ៌ឈើឬក៏ជាពណ៌ភ្លើងបន្ថែមទៅពេលនោះមនុស្សផ្សេងទៀតអ្នកដទៃផ្សេងទៀតចាប់ផ្ដើមឃើញសមត្ថភាពបងអូនខ្លាំងទៅអញ្ចឹងពីមុនគេអត់គេដឹងទេគេដឹងថាបងអូនខ្លាំងទេបងអូនជាមនុស្សមានទេពកោសល្យហើយវៃឆ្លាតជាងអ្វីដែលគេបង្ហាញទៅកាន់អ្នកដទៃហើយអាចធ្វើឲ្យអ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលខ្លាំងអញ្ចឹងនៅកន្លែងការងារគឺគេចាប់ផ្ដើមស្គាល់បងអូនតាមរយៈសមត្ថភាពរបស់បងអូនចូលចិត្តបំផ្លាញហើយបន្ទាប់មកកសាងឡើងវិញចូលចិត្តបំផ្លាញហើយកសាងឡើងវិញមានន័យថាភ្លើងគឺដុតគេឆេះកាលណាគេឆេះហើយគឺថ្នាក់ត្រង់គេវិញអញ្ចឹងហើយការងារក៏ចឹងដែរការងារកាលណាធ្វើឲ្យខូចខាតអ្វីមួយហើយបងអូនកសាងឡើងវិញបានហើយចរិតជាទម្លាប់របស់បងអូនគឺចូលចិត្តអញ្ចឹងគឺកំតិចសិនហើយបន្ទាប់មកកសាងឡើងវិញបងអូនជាមនុស្សជំនួយស្មារតីដល់អ្នកផ្សេងអាចដោះស្រាយបញ្ហាផ្សេងតាមរយៈពាក្យសម្ដីមានន័យច្បាស់លាស់ហើយរកឃើញវិធីសាស្ត្រថ្មីដើម្បីដោះស្រាយបញ្ហាថែមទៀតបើមុខរបររបស់បងអូនគឺបង្កើតរបស់ថ្មីហើយនឹងមានទំនាក់ទំនងច្រើនបាទអញ្ចឹងមុខរបររបស់បងអូនគឺថ្មីហើយទំនាក់ទំនងរបស់បងអូនគឺមានបណ្ដាញគ្រប់គ្រាន់បាទអញ្ចឹងវាអត់ខុសគ្នាទេច្បាប់ធម្មជាតិកាលណាយើងមើលទៅតារាងរាសីហើយនឹងមើលទៅនឹងក្បួនតម្រានៃធាតុនីមួយក៏វាដូចគ្នាដែរអញ្ចឹងនិយាយអំពីជំនួញនិងភាពជាអ្នកដឹកនាំមនុស្សប្រភេទធាតុភ្លើងដោយបងអូនមានការទទួលខុសត្រូវដឹកនាំដោយយកចិត្តទុកដាក់បាទបងអូនដឹកនាំបានហើយចូលចិត្តតាមដានការងារចូលចិត្តតាមដាននៃការវិវត្តរបស់ការងារហើយមើលថាតើត្រូវកែសម្រួលដូចម្ដេចគឺបងអូនដឹងបងអូនជាមនុស្សដែលមានភាពច្បាស់លាស់បាទរឹតបន្តឹងនឹងការងារយកចិត្តទុកដាក់នឹងការងារហើយមានគោលការណ៍ច្បាស់លាស់ដើម្បីជៀសវាងការបាត់បង់ឱកាសមានច្បាប់កាន់តែច្រើនគឺកាន់តែល្អអញ្ចឹងបងអូនបង្កើតច្បាប់គ្រប់គ្រងក្រុមហ៊ុនរបស់បងអូនដោយខ្លួនឯងដោយសារបងអូនតែងតែមិនសូវនឹងណជួនកាលក៏មានគេបងអូនមិនសូវនឹងណបងអូនទុនជ្រាយជួនកាលបុគ្គលិកក៏អាចធ្វើឲ្យយើងមានបញ្ហាដែរអញ្ចឹងកន្លែងហ្នឹងយើងក៏មិនទាន់ទុនជ្រាយពេកព្រោះភ្លើងដកងាយនឹងរលត់ការធ្វើចំនួនរបស់បងអូនគឺតែងតែគិតអំពីអតិថិជននិងបុគ្គលិកជាធំអញ្ចឹងបងអូនយកចិត្តទុកដាក់នឹងអតិថិជននិងភ្ញៀវខ្លាំងណាស់ហើយយកចិត្តទុកដាក់នឹងបុគ្គលិកខ្លាំងណាស់ខ្លាចបុគ្គលិកធ្វើខុសខ្លាចបុគ្គលិករត់ចេញពីការងារអីចឹងគឺបងអូនក្នុងការធ្វើចំនួនបងអូនចូលចិត្តទំនាក់ទំនងផ្លាស់ប្ដូរគំនិតហើយបង្កើនគុណភាពសេវាកម្មហើយនឹងផលិតអញ្ចឹងចេះស្វែងយល់អំពីការងារគឺចង់បានអតិថិជននិងសេចក្តីត្រូវការរបស់អតិថិជនបាទចង់មានន័យថាបងអូន
ស្វែងរកអំពីអ្វីដែលអតិថិជនចូលចិត្តហើយអ្វីអតិថិជនចង់បានបាទអញ្ចឹងនិយាយអំពីទ្រព្យសម្បត្តិអ្នកធាតុភ្លើងដកគឺមិនចូលចិត្តគ្រប់គ្រងលុយអីញ៉ៃញ៉ៃទេគឺគ្រប់គ្រងដោយដៃថាមានប្រមាណចាយប្រមាណទុកប្រមាណចប់អត់មានចាំបាច់ធ្វើaccounting complex financial អីចឹងច្រើនទេអញ្ចឹងបងអូនធ្វើជាសាមញ្ញតាមការគ្រប់គ្រងទ្រព្យរបស់បងអូនហើយអញ្ចឹងបងអូនអាចជឿជាក់ទៅលើជំនាញខាងគ្រប់គ្រងលុយគ្រប់គ្រងអីហ្នឹងគឺដោយបងអូនជួលគេបាទដោយប្រើមនុស្សផ្សេងទំនាក់ទំនងមិត្តភាពរបស់បងអូនគឺយកចិត្តទុកដាក់អ្នកនៅជុំវិញខ្លួនគឺបងអូនចូលចិត្តថ្នាក់ថ្នមជាពិសេសគឺដៃគូជីវិតរបស់បងអូនអញ្ចឹងស្ត្រីណាបានបងអូនជាប្តីគឺបងអូនស្ត្រីនោះនឹងមានសំណាងដោយសារបងអូនប្រកែថ្នាក់ថ្នមប្រសិនបើមិនមានការថ្នាក់ថ្នមពីដៃគូជីវិតរបស់បងអូនវិញបើអញ្ចឹងបើគ្រួសារបើស្ត្រីណាដែលមិនចេះថ្នាក់ថ្នមវិញគឺបងអូនមានការអាក់អន់ចិត្តខ្លាំងដោយសារបងអូនជាមនុស្សប្រកែថ្នាក់ថ្នមអញ្ចឹងបងអូនត្រូវការឲ្យគេយកចិត្តខ្លួនដូចគ្នាបើជាមនុស្សប្រកែខាងរអ៊ូរទាំបងអូនអាចរំខានដល់មិត្តភាពដែរអញ្ចឹងបងអូនកុំនិយាយច្រើនពេកអញ្ចឹងជាការល្អអញ្ចឹងអានេះគឺជាការវិភាគហើយយើងកែតម្រូវរបត់ដំណើរជីវិតរបស់យើងឲ្យបានត្រូវឡើងវិញកុំរអ៊ូច្រើនពេកបើបងអូនចូលចិត្តដកបទពិសោធន៍ពីមនុស្សចាស់ហើយរៀនសូត្រពីមនុស្សចាស់ប៉ុន្តែមិនសូវយកចិត្តទុកដាក់មនុស្សក្មេងៗទេបងអូនមានមិត្តភាពស៊ីជម្រៅហើយចេះយកអាសាមិត្តមានថាចេះជួយយកចិត្តមិត្តជួយទំនុកបំរុងមិត្តអញ្ចឹងភាពខ្លាំងរបស់បងអូនគឺបងអូនចិត្តល្អបងអូនចេះគិតវែងឆ្ងាយបងអូនមានចរិតសុភាពរាបសារបងអូនមានវប្បធម៌ទម្លាប់ល្អបងអូនមានគំនិតថ្មីបងអូនឆ្លាតបងអូនជាអ្នកមានមន្តស្នេហ៍បងអូនជាមនុស្សទន់ភ្លន់បាទអញ្ចឹងបងអូនមានអំណាចបាទមនុស្សទន់ភ្លន់គឺមានអំណាចបាទសម្រាប់ចិត្តលឿនបាទសម្រាប់ចិត្តលឿនវាមានល្អមានអាក្រក់សម្រាប់ចិត្តលឿនដូចថាឥឡូវយើងដឹងច្រកណាមួយដែលជាឱកាសក្នុងការរកស៊ីបងអូនបដាក់លុយព្រឹបបងអូនយកលុយភ្លាមគឺមិនសម្រាប់ចិត្តភ្លាមបានឧទាហរណ៍ថាមានបញ្ហាអីកើតឡើងគឺបងអូនចេះដោះស្រាយបានភ្លាមបាទភាពទន់ខ្សោយរបស់បងអូនគឺចិត្តចង្អៀតពិបាកជឿចិត្តរាយមាយចិត្តសាវ៉ាដែរបងអូនទៅធៀបភ្លើងដោះចិត្តស្រាលមានន័យថាឆាប់ខឹងណាចិត្តស្រាលណាហើយយើងមានចរិតមិនសូវថិតថេរមានថាម្ដងចេះម្ដងចោះណាអញ្ចឹងមិនថិតថេរដោយសារភ្លើងដកហ្នឹងវាងាយនឹងរលត់ងាយនឹងឆេះអញ្ចឹងគឺមិនថិតថេររកកំហុសច្រើនរកកំហុសអ្នកដទៃច្រើនរអ៊ូរទាំច្រើនងាយគេបោកហើយខ្វះខាតអញ្ចឹងភាពខ្សោយរបស់បងអូនគឺបងអូនត្រូវដើរបញ្ច្រាស់នឹងទិសនេះ